សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការចែករំលែកថ្ងៃនេះតើអ្នកធ្លាប់មានអារម្មណ៍បែបនេះទេរៀងរាល់ដើមឆ្នាំឬរៀងរាល់ថ្ងៃច័ន្ទយើងតែងតែដាក់គោលដៅធំៗឲ្យខ្លួនឯងយើងប្រាប់ខ្លួនឯងថាឆ្នាំនេះឃ្លីមនឹងសម្រក់ឲ្យបាន10គីឡូឬខែនេះខ្ញុំនឹងអានសៀវភៅឲ្យបាន4ក្បាលឬខ្ញុំនឹងឈប់លេងទូរស័ព្ទហើយចាប់ផ្ដើមរកលុយឲ្យបានច្រើនយើងមានកម្លាំងចិត្តខ្លាំងណាស់នៅថ្ងៃដំបូងយើងទៅហាត់ប្រាណយ៉ាងខ្លាំងយើងទិញសៀវភៅមកកពេញតុយើងតាំងចិត្តយ៉ាងមុខមាំញឹកប៉ុន្តែ3ថ្ងៃក្រោយមកឬមួយអាទិត្យក្រោយមកអ្វីៗក៏ចាប់ផ្ដើមប្រែប្រួលភាពខ្ជិលចាប់ផ្ដើមចូលមកការងាររវល់ចាប់ផ្ដើមរំខានហើយចុងក្រោយយើងក៏បោះបង់ចោលគោលដៅនោះបាត់ទៅហើយយើងក៏ត្រឡប់មកចំណុចដើមវិញតើវាមានន័យថាអ្នកជាមនុស្សបរាជ័យមែនទេតើវាមានន័យថាអ្នកគ្មានសមត្ថភាពមែនទេអត់ទេដាច់ខាតគឺមិនមែនទេបញ្ហាមិនមែនមកពីអ្នកទេបញ្ហាមកពីវិធីសាស្ត្រដែលអ្នកកំពុងប្រើនឹងឯងយើងភាគច្រើនត្រូវបានគេបង្រៀនឲ្យជឿថាដើម្បីទទួលបានជោគជ័យដ៏អស្ចារ្យយើងត្រូវតែធ្វើរឿងដ៏ធំដុំ massive action យើងគិតថាបើចង់បានលទ្ធផលធំយើងត្រូវតែហត់នឿយខ្លាំងលំបាកខ្លាំងទើបសមនឹងជោគជ័យប៉ុន្តែថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកពីអាតកំបាំងមួយដែលដកស្រង់ចេញពីសៀវភៅល្បីបំផុតលើโลกគឺ Atomic Habits អាតកំបាំងនោះគឺកុំព្យាយាមធ្វើរឿងធំតែចូលធ្វើរឿងដែលតូចបំផុតបងប្អូនធ្លាប់ឮទ្រឹស្ដី 1% rule ទេនេះជារឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនៃគណិតវិទ្យាសាគិតមើលប្រសិនបើថ្ងៃនេះអ្នកធ្វើឲ្យខ្លួនឯងប្រសើរឡើងតែ1%ទេគ្រាន់តែ1%ប៉ុណ្ណោះមិនបាច់ច្រើនទេឧទាហរណ៍គ្រាន់តែអានសៀវភៅមួយទំព័រឬគ្រាន់តែដើរហាត់ប្រាណ5នាទីឬគ្រាន់តែសន្សំលុយ$1ប្រសិនបើអ្នកធ្វើបែបនេះរាល់ថ្ងៃជាប់គ្នារយៈពេល1ឆ្នាំគឺ365ថ្ងៃអ្នកដឹងថាមានរឿងអ្វីកើតឡើងតាមគណិតវិទ្យា 1.01 ស្វ័យគុណ365 equals 37.78 មានន័យថានៅចុងឆ្នាំអ្នកនឹងក្លាយជាមនុស្សដែលពូកែជាងមុនដល់ទៅ377ដងមិនមែន2ដងឬ3ដងទេណាគឺ377ដងប៉ុន្តែមានរឿងមួយទៀតដែលគួរឲ្យខ្លាចប្រសិនបើអ្នកបណ្ដោយឲ្យខ្លួនឯងធ្លាក់ចុះ 1% រាល់ថ្ងៃវិញថ្ងៃនេះខ្ជិលបន្តិចថ្ងៃស្អែកញ៉ាំអាហារមិនល្អបន្តិចថ្ងៃខាងស្អែកមិនរៀនបន្តិចមួយឆ្នាំក្រោយមកអ្នកនឹងធ្លាក់ដល់ចំណុច0.03 ជីវិតរបស់យើងក៏ដូចជាការប្រាក់ត្រួតដែរទម្លាប់ល្អគឺជាការប្រាក់ត្រួតនៃការអភិវឌ្ឍខ្លួនទម្លាប់អាក្រក់គឺជាការប្រាក់ត្រួតនៃភាពបរាជ័យនៅពេលអ្នកធ្វើរឿងតូចតាចនៅថ្ងៃនេះអ្នកប្រហែលជាមិនឃើញលទ្ធផលភ្លាមទេហាត់ប្រាណថ្ងៃនេះឆ្លោះកញ្ចក់មើលទៅនៅតែធាត់ដដែលរៀនភាសាថ្ងៃនេះនៅតែនិយាយមិនចេញដដែលប៉ុន្តែកុំបារម្ភលទ្ធផលវាមិនបាត់ទៅណាទេវាគ្រាន់តែសន្សំទុកឲ្យអ្នកនៅពេលក្រោយប៉ុណ្ណោះដូច្នេះសំណួររបស់ខ្ញុំសម្រាប់អ្នកនៅពេលនេះគឺតើអ្នកចង់ក្លាយជាមនុស្សដែលប្រសើរឡើង37ដងនៅឆ្នាំក្រោយឬចង់ធ្លាក់ដល់លេខ0បើចម្លើយរបស់អ្នកគឺចង់ប្រសើរឡើងអ្នកត្រូវតែឈប់ខ្វល់ពីគោលដៅហើយងាកមកបង្កើតប្រព័ន្ធវិញតើប្រព័ន្ធនឹងវាខុសពីគោលដៅយ៉ាងម៉េចហើយហេតុអ្វីបានជាអ្នកមានគោលដៅច្បាស់លាស់ហើយនៅតែបរាជ័យតោះយើងទៅស្វែងយល់ទាំងអស់គ្នានៅចំណុចបន្ទាប់តោះឥឡូវនេះយើងចូលដល់ចំណុចសំខាន់មួយបងប្អូនធ្លាប់ឆ្ងល់ទេហេតុអ្វីបានជាមានមនុស្សជាច្រើនមានគោលដៅច្បាស់លាស់ហើយនៅតែបរាជ័យយើងតែងតែឮគេប្រាប់ថាត្រូវមានគោលដៅធំត្រូវសរសេរគោលដៅដាក់លើក្រដាសត្រូវស្រមៃមើលភាពជោគជ័យប៉ុន្តែជាក់ស្ដែងអ្នកដែលបរាជ័យក៏មានគោលដៅដូចតែគ្នានឹងដែរសាកគិតមើលទៅក្នុងវិស័យកីឡានៅក្នុងការប្រកួតកីឡាអូឡ িম্প ពិកគ្រប់កីឡាករទាំងអស់សុទ្ធតែមានគោលដៅចង់បានមេដាយមាសដូចតែគ្នាគ្មាននរណាម្នាក់ទៅប្រកួតហើយគិតថាខ្ញុំចង់ចាញ់ទេប៉ុន្តែមានតែម្នាក់ទេដែលឈ្នះចុះបើគ្រប់គ្នាមានគោលដៅដូចគ្នាតើអ្វីដែលធ្វើឲ្យគេខុសគ្នាចម្លើយគឺប្រព័ន្ធអ្នកឈ្នះនិងអ្នកបរាជ័យមានគោលដៅដូចគ្នាប៉ុន្តែអ្នកឈ្នះមានប្រព័ន្ធល្អជាងតើគោលដៅនិងប្រព័ន្ធខុសគ្នាយ៉ាងម៉េចនេះជាការបកស្រាយដ៏សាមញ្ញបំផុតគោលដៅ goal គឺជាលទ្ធផលដែលអ្នកចង់បានឧទាហរណ៍
ចង់ស្រក7គីឡូក្រាមចង់សរសេរសិភៅមួយក្បាលចង់មានលុយ$10,000ប្រព័ន្ធ system គឺជាដំណើរការឬទម្លាប់ដែលអ្នកធ្វើជារៀងរាល់ថ្ងៃដើម្បីទៅដល់ទីនោះឧទាហរណ៍ការញ៉ាំបន្លែរាល់ថ្ងៃការដើរហាត់ប្រាណ17នាទីរាល់ល្ងាចការសន្សំលុយ$5រាល់ថ្ងៃបញ្ហាធំបំផុតរបស់យើងគឺយើងគិតតែពីគោលដៅពេកយើងគិតថាចាំតលតែខ្ញុំស្រក10គីឡូសិនទើបខ្ញុំសប្បាយចិត្តយើងគិតថាចាំតលតែខ្ញុំមានលុយ$10,000សិនទើបខ្ញុំមានអារម្មណ៍ថាជោគជ័យនេះជាកំហុសដ៏ធំហេតុអ្វីព្រោះគោលដៅធ្វើឲ្យយើងមានសម្ពាធហើយនៅពេលយើងមិនទាល់ទៅដល់យើងមានអារម្មណ៍ថាខ្លួនឯងបរាជ័យរហូតហើយអ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះគឺនៅពេលយើងទៅដល់គោលដៅហើយយើងនឹងឈប់ធ្វើវាឧទាហរណ៍ជាក់ស្ដែងមានមនុស្សជាច្រើនដែលខំប្រឹងហាត់ប្រាណយ៉ាងខ្លាំងដើម្បីត្រៀមខ្លួនសម្រាប់ពិធីមង្គលការឬដើម្បីទៅលេងសមុទ្រពេលពួកគេស្រកគីឡូសម្ចិត្តហើយពិធីមង្គលការចប់ហើយពួកគេក៏ឈប់ហាត់ប្រាណហើយលទ្ធផលគឺពួកគេក៏ធាត់វិញដដែលនេះហើយជាបញ្ហានៃការផ្ដោតលើគោលដៅវាជាជោគជ័យបណ្ដោះអាសន្នប៉ុណ្ណោះប៉ុន្តែបើអ្នកផ្ដោតលើប្រព័ន្ធអ្នកមិនខ្វល់ថាត្រីស្រកប៉ុន្មានគីឡូទេអ្នកគ្រាន់តែផ្ដោតលើការធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សដែលស្រឡាញ់សុខភាពអ្នកញ៉ាំល្អរាល់ថ្ងៃអ្នកហាត់ប្រាណរាល់ថ្ងៃព្រោះវាជារបៀបរស់នៅរបស់អ្នកលទ្ធផលនឹងមកដោយឯងហើយវាជារបបស្ថិតស្ថេរសរុបសេចក្តីខ្លីៗដូច្នេះបើអ្នកចង់បានលទ្ធផលលឿនអ្នកអាចប្រើគោលដៅប៉ុន្តែបើអ្នកចង់បានការផ្លាស់ប្ដូរជីវិតពិតប្រាកដអ្នកត្រូវតែបង្កើតប្រព័ន្ធកុំស្រឡាញ់គោលដៅតែចូលស្រឡាញ់ដំណើរការ Fall in love with the process បងប្អូនប្រហែលជាឆ្ងល់ថាចោះធ្វើម៉េចទើបបង្កើតប្រព័ន្ធបានធ្វើម៉េចទើបកែប្រែទម្លាប់អាក្រក់បានចម្លើយគឺនៅត្រង់ការផ្លាស់ប្ដូរអត្តសញ្ញាណរបស់អ្នកតើអត្តសញ្ញាណជាអ្វីហើយហេតុអ្វីបានជាវាសំខាន់ជាងសកម្មភាពទៅទៀតតោះយើងទៅមើលចំណុចបន្ទាប់ទាំងអស់គ្នាឥឡូវនេះសូមបងប្អូនសាកស្រមៃមើលសភាពការពីរយ៉ាងនេះឧបមាថាមានមនុស្ស2នាក់ដែលកំពុងព្យាយាមឈប់ជក់បារីនៅពេលគេហុចបារីឲ្យមនុស្សទី1ឆ្លើយថាអត់ទេអរគុណខ្ញុំកំពុងព្យាយាមឈប់ជក់បារីស្ដាប់ទៅដូចជាល្អមែនទេប៉ុន្តែតាមពិតទៅចម្លើយនេះបង្ហាញថាគាត់នៅតែគិតថាខ្លួនគាត់ជាអ្នកជក់បារីដែលកំពុងតែតស៊ូប្រឆាំងនឹងខ្លួនឯងគាត់កំពុងរងចាំថ្ងៃណាមួយដែលគាត់អាចនឹងជក់បានប៉ុន្តែក្នុងចិត្តជ្រៅជ្រៅគាត់នៅតែជឿថាខ្ញុំជាអ្នកជក់បារីមនុស្សទី2ឆ្លើយថាអត់ទេអរគុណខ្ញុំមិនជក់បារីទេឃើញខុសគ្នាទេគ្រាន់តែមួយប្រយោគទេប៉ុន្តែអត្ថន័យខុសគ្នាដាច់ស្រឡះមនុស្សទី2នេះបានបដូរអត្តសញ្ញាណ identity របស់គាត់រួចទៅហើយគាត់លែងជាអ្នកជក់បារីទៀតហើយការជក់បារីលែងជារឿងដែលគាត់ធ្វើទៀតហើយនេះហើយជាមូលហេតុចម្បងដែលមនុស្សភាគច្រើនបរាជ័យក្នុងការផ្លាស់ប្ដូរទម្លាប់យើងព្យាយាមផ្លាស់ប្ដូរតែសកម្មភាពប៉ុន្តែយើងភ្លេចផ្លាស់ប្ដូរអត្តសញ្ញាណឧទាហរណ៍អ្នកចង់សរសេរកូដ programmer មែនទេកុំចាំទាល់តែរៀនចប់ឬបានការងារធ្វើទើបហ៊ានហៅខ្លួនឯងថា programmer ចាប់ផ្ដើមសរសេរកូដរាល់ថ្ងៃទោះបីជាសរសេរបានតិចតួចក៏ដោយហើយប្រាប់ខ្លួនឯងថាខ្ញុំជា programmer អ្នកចង់ក្លាយជាអ្នកសរសេរសៀវភៅ writer មែនទេកុំចាំទាល់តែសរសេរសៀវភៅចប់មួយក្បាលសរសេររាល់ថ្ងៃទោះបីជាសរសេរបានតែមួយទំព័រក៏ដោយហើយប្រាប់ខ្លួនឯងថាខ្ញុំជាអ្នកសរសេរហេតុអ្វីបានជាអត្តសញ្ញាណសំខាន់ម្ល៉េះទេព្រោះថាអាកប្បកិរិយារបស់យើងតែងតែដើរស្របតាមអត្តសញ្ញាណរបស់យើង Behavior follows identity បើអ្នកជឿថាខ្លួនឯងជាមនុស្សខ្ជិលអ្នកនឹងធ្វើរឿងខ្ជិលបើអ្នកជឿថាខ្លួនឯងមិនចេះភាសាអង់គ្លេសអ្នកនឹងមិនហ៊ាននិយាយភាសាអង់គ្លេសបើអ្នកជឿថាខ្លួនឯងជាមនុស្សមិនចេះទុកដាក់លុយកាក់អ្នកនឹងចាយលុយខ្ជះខ្ជាយដូច្នេះជំហានដំបូងនៃការផ្លាស់ប្ដូរជីវិតមិនមែនជាការដាក់គោលដៅទេជំហានដំបូងគឺការសម្រេចចិត្តថាតើអ្នកចង់ក្លាយជាមនុស្សបែបណាសាកសួរខ្លួនឯងមើលតើខ្ញុំចង់ក្លាយជាមនុស្សដែលមានសុខភាពល្អទេតើខ្ញុំចង់ក្លាយជាមនុស្សដែលពូកែអានសៀវភៅទេតើខ្ញុំចង់ក្លាយជាមនុស្សដែលមានវិន័យទេនៅពេលអ្នកសម្រេចចិត្តច្បាស់ហើយ
ចាប់ផ្ដើមធ្វើរឿងតូចៗដើម្បីបោះឆ្នោតឲ្យអត្តសញ្ញាណថ្មីនោះរាល់ពេលដែលអ្នកទៅហាត់ប្រាណអ្នកកំពុងបោះឆ្នោតឲ្យខ្លួនឯងថាខ្ញុំជាមនុស្សស្រឡាញ់សុខភាពរាល់ពេលដែលអ្នកសន្សំលុយអ្នកកំពុងបោះឆ្នោតឲ្យខ្លួនឯងថាខ្ញុំជាមនុស្សចេះទុកដាក់លុយវាមិនមែនជាការបោកខ្លួនឯងទេវាគឺជាការបង្កើតភ័ស្តុតាងថ្មីឲ្យខ្លួនឯងជឿសលបួមសេចក្តីមកដូច្នេះសូមចាំថាការផ្លាស់ប្ដូរពិតប្រាកដគឺការផ្លាស់ប្ដូរអត្តសញ្ញាណ True change is identity change កុំសួរខ្លួនឯងថាតើខ្ញុំត្រូវធ្វើអ្វីតែត្រូវសួរខ្លួនឯងថាតើខ្ញុំចង់ក្លាយជាមនុស្សបែបណាហើយនៅពេលដែលអ្នកដឹងច្បាស់ថាអ្នកចង់ក្លាយជាមនុស្សបែបណាហើយតើយើងត្រូវធ្វើយ៉ាងម៉េចឲ្យទម្លាប់ល្អៗនោះកើតឡើងដោយងាយស្រួលមានច្បាប់4យ៉ាងដែលនឹងធ្វើឲ្យរឿងនេះคล้ายជាការពិតតោះទៅមើលច្បាប់ទី1និងទី2ទាំងអស់គ្នាតោះឥឡូវយើងដឹងហើយថាដើម្បីផ្លាស់ប្ដូរជីវិតយើងត្រូវតែផ្ដោតលើប្រព័ន្ធនិងអត្តសញ្ញាណប៉ុន្តែតើយើងត្រូវធ្វើវាយ៉ាងដូចម្តេចក្នុងសៀវភៅ Atomic Habits លោក James Clear បានផ្ដល់នូវច្បាប់4យ៉ាងដ៏សាមញ្ញបំផុតដើម្បីបង្កើតទម្លាប់ល្អច្បាប់ទាំង4នេះគឺដូចជាកូនសោសម្រាប់ដោះសោខួរក្បាលរបស់យើងចាប់ផ្ដើមពីច្បាប់ទី1និងទី2មុនគេច្បាប់ទី1 make it obvious ច្បាប់ទី1 make it obvious ធ្វើឲ្យវាងាយមើលឃើញបងប្អូនធ្លាប់ឆ្ងល់ទេហេតុអ្វីបានជាយើងតែងតែភ្លេចញ៉ាំថ្នាំឬភ្លេចញ៉ាំទឹកចម្លើយគឺព្រោះយើងមិនបានឃើញវាបរិយាកាសជុំវិញខ្លួនមានឥទ្ធិពលខ្លាំងណាស់បើអ្នកចង់ញ៉ាំទឹកឲ្យបានច្រើនកុំលាក់ដបទឹកនៅក្នុងទូត្រជាក់ដាក់វានៅលើតុធ្វើការរបស់អ្នកឲ្យនៅចំពីមុខភ្នែកមកបើអ្នកចង់ហាត់ប្រាណនៅពេលព្រឹកមុនចូលគេងសូមរៀបចំខោអាវហាត់ប្រាណដាក់នៅចុងជើងគ្រែពេលភ្ញាក់មកភ្លាមញ៉ាំឃើញវាភ្លាមបើអ្នកចង់អានសៀវភៅដាក់សៀវភៅនៅលើខ្នើក្បាលដំណេកកុំទុកវានៅក្នុងទូធ្វើឲ្យទម្លាប់ល្អងាយមើលឃើញបំផុតហើយផ្ទុយទៅវិញធ្វើឲ្យទម្លាប់អាក្រក់មើលមិនឃើញបើចង់ឈប់ញ៉ាំនំផ្អែមកុំទិញវាមកដាក់ក្នុងផ្ទះបើមិនឃើញក៏មិនឃ្លានដែរមានរូបមន្តពិសេសមួយទៀតហៅថា habit stacking ការផ្គុំទម្លាប់រូបមន្តគឺបន្ទាប់ពីខ្ញុំធ្វើទម្លាប់ចាក់ខ្ញុំនឹងធ្វើទម្លាប់ថ្មីបន្ទាប់ពីខ្ញុំដុសធ្មេញរួចខ្ញុំនឹងធ្វើសមាធិ1នាទីបន្ទាប់ពីខ្ញុំដោះស្បែកជើងពេលមកដល់ផ្ទះខ្ញុំនឹងផ្លាស់ខោអាវហាត់ប្រាណភ្លាមបន្ទាប់ពីខ្ញុំអង្គុយចុះញ៉ាំបាយខ្ញុំនឹងនិយាយរឿងល្អមួយដែលបានកើតឡើងថ្ងៃនេះការធ្វើបែបនេះខួរក្បាលរបស់អ្នកនឹងភ្ជាប់ទម្លាប់ថ្មីទៅនឹងទម្លាប់ចាស់ដោយស្វ័យប្រវត្តិច្បាប់ទី2 make it attractive ធ្វើឲ្យវាគួរឲ្យចង់ធ្វើមនុស្សយើងចូលចិត្តរង្វាន់បើយើងដឹងថាធ្វើអីមួយឲ្យសប្បាយយើងនឹងចង់ធ្វើវាទៀតដូច្នេះយើងត្រូវចេះល្បិចដាក់ខួរក្បាលបន្តិចបច្ចេកទេសនេះហៅថា temptation bundling ការចងភ្ជាប់ការចង់បានគឺយកសកម្មភាពដែលអ្នកត្រូវធ្វើមកផ្គុំជាមួយសកម្មភាពដែលអ្នកចង់ធ្វើឧទាហរណ៍អ្នកចូលចិត្តមើល TikTok ឬ YouTube មែនទេហើយអ្នកក៏ត្រូវហាត់ប្រាណដែរមែនទេដាក់លក្ខខណ្ឌឲ្យខ្លួនឯងថាខ្ញុំអនុញ្ញាតឲ្យខ្លួនឯងមើល TikTok បានលុះត្រាតែខ្ញុំកំពុងដើរលើម៉ាស៊ីនហាត់ប្រាណឬកំពុងលាងចានប៉ុណ្ណោះអ្នកចូលចិត្តស្ដាប់ podcast ឬចម្រៀងមែនទេដាក់លក្ខខណ្ឌថាខ្ញុំនឹងស្ដាប់ podcast ដែលខ្ញុំចូលចិត្តតែពេលខ្ញុំកំពុងរៀបចំផ្ទះឬកំពុងបត់ខោអាវប៉ុណ្ណោះធ្វើបែបនេះទម្លាប់ដែលគួរឲ្យធន់ដូចជាហាត់ប្រាណលាងចាននឹងคล้ายទៅជាពេលវេលាដែលអ្នកទន្ទឹងរង់ចាំព្រោះអ្នកបានធ្វើរឿងដែលអ្នកចូលចិត្តដែរសរុបសេចក្តីដូច្នេះ make it obvious រៀបចំបរិយាកាសឲ្យឃើញទម្លាប់ល្អនិងលាក់ទម្លាប់អាក្រក់ make it attractive ផ្គុំរឿងដែលត្រូវធ្វើជាមួយរឿងដែលចង់ធ្វើប៉ុន្តែចុះបើទម្លាប់នឹងវាពិបាកពេកខ្ជិលណាស់កុំបារម្ភច្បាប់ទី3នឹងដោះស្រាយបញ្ហានេះហើយនេះគឺច្បាប់ដែលខ្ញុំចូលចិត្តបំផុតគឺច្បាប់2នាទីតោះទៅមើលថាវាអស្ចារ្យយ៉ាងម៉េចមកដល់ច្បាប់ទី3ដែលខ្ញុំចូលចិត្តបំផុតគឺ make it easy ធ្វើឲ្យងាយស្រួលបំផុតបងប្អូនទាំងអស់គ្នានិយាយត្រង់ចុះមនុស្សយើងខ្ជិលណាស់មែនទេ យើងតាំងតែជ្រើសរើសផ្លូវណាដែលស្រួលបំផុតបើមានជម្រើសពីរមួយអង្គុយមើលទូរទស្សន៍និងមួយទៀតចេញទៅរត់ហាត់ប្រាណ10គីឡូតើយើងនឹងជ្រើសរើសយកមួយណាប្រកាសណាស់គឺមើលទូរទស្សន៍ហើយដូច្នេះបើចង់បង្កើតទម្លាប់ល្អយើងកុំប្រឆាំងនឹងធម្មជាតិរបស់ខ្លួនឯងកុំព្យាយាមធ្វើរឿងពិបាកធ្វើរឿងស្រួលបំផុតហើយនេះជាអាវុធសម្ងាត់របស់ខ្ញុំគឺច្បាប់2នាទី The 2-minute rule ច្បាប់នេះចែងថានៅពេលអ្នកចាប់ផ្ដើមទម្លាប់ថ្មីកុំធ្វើវាឲ្យលើសពី2នាទីបាទ
ត្រឹមតែ2នាទីទេបងប្អូនប្រហែលជាគិតថាហ៎2នាទីនឹងធ្វើស្អីកើតរត់2នាទីបានប្រយោជន៍អីអានសៀវភៅ2នាទីបានចេះអីឈប់សិនស្ដាប់ខ្ញុំបន្តិចគោលដៅនៃច្បាប់2នាទីនេះមិនមែនដើម្បីអានឲ្យចប់ឬរត់ឲ្យហត់ទេគោលដៅគឺដើម្បីបង្ហាញខ្លួន show up ចង់អានសៀវភៅមែនទេអានតែមួយទំព័របានហើយមិនដល់2នាទីផងចង់រត់ហាត់ប្រាណមែនទេគ្រាន់តែពាក់ស្បែកជើងហើយចេញទៅក្រៅផ្ទះចប់មិនដល់2នាទីផងចង់សរសេរអត្ថបទមែនទេសរសេរតែមួយប្រយោគបានហើយហេតុអ្វីបានជាធ្វើបែបនេះព្រោះថារឿងដែលពិបាកបំផុតគឺការចាប់ផ្ដើមនៅពេលអ្នកចាប់ផ្ដើមធ្វើបាន2នាទីហើយអ្នកនឹងមានអារម្មណ៍ថាវាស្រួលណាស់ហើយភាគច្រើនអ្នកនឹងធ្វើវាដោយស្វ័យប្រវត្តិឧទាហរណ៍អ្នកពាក់ស្បែកជើងរួចហើយចេញដល់មុខផ្ទះហើយមិនដែលអ្នកដោះស្បែកជើងចូលដេកវិញទេមែនទេអ្នកនឹងដើរឬរត់បន្តិចមិនខានដូច្នេះច្បាប់2នាទីគឺជាកូនសោរដើម្បីបោកខួរក្បាលឲ្យឈប់ខ្ជិលចាំពាក្យនេះណាធ្វើឲ្យវាស្រួលរហូតដែលអ្នកអត់អាចបដិសេធបាន Make it so easy you can't say no ទម្លាប់ដែលស្រួលគឺជាទម្លាប់ដែលយើងនឹងធ្វើរាល់ថ្ងៃហើយចុងក្រោយគឺច្បាប់ទី4 Make it satisfying ធ្វើឲ្យពេញចិត្តយើងត្រូវតែផ្ដល់រង្វាន់ឲ្យខ្លួនឯងរាល់ពេលដែលអ្នកធ្វើទម្លាប់ល្អបានសម្រេចទោះបីជាតូចក៏ដោយសូមអបអរសាទរខ្លួនឯងភ្លាមគ្រាន់តែបញ្ចប់ការងារតូចមួយញញឹមដែរខ្លួនឯងហើយនិយាយថាល្អណាស់គ្រាន់តែញ៉ាំទឹកមួយកែវមានអារម្មណ៍ថាស្រស់ស្រាយអារម្មណ៍ពេញចិត្តនេះនឹងធ្វើឲ្យខួរក្បាលរបស់យើងចងចាំថាអូធ្វើរឿងនឹងល្អណាស់លើកក្រោយចង់ធ្វើទៀតដូច្នេះ make it easy ប្រាយច្បាប់2នាទីចាប់ផ្ដើមពីតូចបំផុត make it satisfying អបអរសាទរខ្លួនឯងរាល់ពេលធ្វើបានប៉ុន្តែទោះបីជាយើងធ្វើតាមច្បាប់ទាំងអស់នេះហើយក៏មានរឿងមួយទៀតដែលធ្វើឲ្យមនុស្ស 90% បោះបង់នៅផ្ទះកណ្ដាលផ្លូវនោះគឺការរំពឹងទុកខុសតើហេតុអ្វីបានជាការខំប្រឹងនៅដំណាក់កាលដំបូងតែងតែមិនឃើញលទ្ធផលហើយយើងត្រូវធ្វើចិត្តយ៉ាងម៉េចដើម្បីឆ្លងកាត់ជ្រលឿងនៃភាពអស់សង្ឃឹមនេះជាចុងក្រោយខំចង់និយាយពីមូលហេតុធំបំផុតដែលធ្វើឲ្យមនុស្សបោះបង់បងប្អូនធ្លាប់មានអារម្មណ៍បែបនេះទេអ្នកខំប្រឹងហាត់ប្រាណរាល់ថ្ងៃ1អាទិត្យ2អាទិត្យ3អាទិត្យអ្នកឡើងជញ្ជីងថ្លឹងគីឡូឃើញលេខនៅដដែលអ្នកខំប្រឹងរៀនភាសាអង់គ្លេសរាល់ថ្ងៃ1ខែក្រោយមកនៅតែស្ដាប់មិនយល់នៅពេលនោះអ្នកមានអារម្មណ៍ថាហើយខំប្រឹងអត់ប្រយោជន៍ឈប់ទៅឡោជាងហើយអ្នកក៏បោះបង់ចោលភ្លាមនេះហើយដែលគេហៅថាជ្រលងនៃភាពអស់សង្ឃឹម The Valley of Disappointment យើងតែងតែរំពឹងថាការរីកចម្រើននឹងកើតឡើងជាបន្តត្រង់ linear ខំប្រឹងប៉ុណ្ណាបានផលប៉ុណ្ណោះប៉ុន្តែការពិតការរីកចម្រើនមិនមែនបែបហ្នឹងទេឧទាហរណ៍ដើមឫស្សី Bamboo example សូមចាំរឿងដើមឫស្សីចិនពេលគេដាំគ្រាប់ពូជឫស្សីនេះឆ្នាំទី1មើលមិនឃើញអ្វីសោះឆ្នាំទី2នៅតែមើលមិនឃើញឆ្នាំទី3នៅតែដីទទេដដែលឆ្នាំទី4នៅតែស្ងាត់ឈឹងកសិករត្រូវស្រោចទឹកនិងដាក់ជីរាល់ថ្ងៃរយៈពេល4ឆ្នាំពេញដោយមិនឃើញពន្លកសូម្បីតែបន្តិចមនុស្សជាច្រើនប្រហែលជាគិតថាវាងាប់បាត់ទៅហើយប៉ុន្តែនៅឆ្នាំទី5ក្នុងរយៈពេលត្រឹមតែ6សប្តាហ៍ប៉ុណ្ណោះដើមឫស្សីនោះនឹងលូតលាស់កម្ពស់រហូតដល់30ម៉ែត្រសំណួរគឺតើវាលូតលាស់30ម៉ែត្រក្នុងរយៈពេល6សប្តាហ៍ឬ5ឆ្នាំចម្លើយគឺ5ឆ្នាំព្រោះថា4ឆ្នាំដំបូងវាត្រូវចំណាយពេលដើម្បីចាក់ឫសឲ្យជ្រៅទៅក្នុងដីដើម្បីទ្រទ្រង់ដើមរំដោះធំរបស់វាជីវិតរបស់អ្នកក៏ដូចគ្នាការខំប្រឹងប្រែងរបស់អ្នកនៅថ្ងៃនេះដែលមើលមិនឃើញលទ្ធផលវាមិនមែនអត់ប្រយោជន៍ទេវាកំពុងតែសន្សំ stored វាកំពុងតែចាក់ឫសនៅពេលដែលដល់ពេលវេលាសមរម្យលទ្ធផលនឹងផ្ទុះឡើងយ៉ាងអស្ចារ្យដែលអ្នកនឹកស្មានមិនដល់ការសន្និដ្ឋាន conclusion ដូច្នេះសូមកុំបោះបង់នៅពេលដែលអ្នកស្ថិតនៅក្នុងជ្រលងនៃភាពអស់សង្ឃឹមត្រូវជឿជាក់លើដំណើរការ process ត្រូវជឿជាក់ថាឫសកំពុងតែលូតលាស់នៅក្រោមដីសង្ខេបចំណុចសំខាន់តោះមកសង្ខេបអ្វីដែលយើងបានរៀនថ្ងៃនេះឡើងវិញ The 1% rule ធ្វើឲ្យខ្លួនឯងប្រសើរឡើង 1% រាល់ថ្ងៃកុំមើលងាយរឿងតូចតាច Forget goals build systems
កុំស្រឡាញ់គោលដៅតែចូលស្រឡាញ់ទម្លាប់ប្រចាំថ្ងៃ Identity change ផ្លាស់ប្ដូរអត្តសញ្ញាណរបស់អ្នកជឿថាអ្នកជាមនុស្សថ្មី The four laws ធ្វើឲ្យឃើញច្បាស់ make it obvious ធ្វើឲ្យចង់ធ្វើ make it attractive ធ្វើឲ្យស្រួល make it easy ច្បាប់2នាទីហើយធ្វើឲ្យពេញចិត្ត make it satisfying ពាក្យបញ្ចប់បងប្អូនទាំងអស់គ្នាឆ្នាំនេះអាចនឹងជាឆ្នាំដែលល្អបំផុតរបស់អ្នកមិនមែនដោយសារអ្នកសំណាងជាងមុនទេតែដោយសារអ្នកមានទម្លាប់ល្អជាងមុនចាប់ផ្ដើមពីថ្ងៃនេះចាប់ផ្ដើមពីឥឡូវនេះមិនបាច់រងចាំថ្ងៃច័ន្ទឬដើមខែទេគ្រាន់តែដាក់ទូរស័ព្ទចុះហើយធ្វើរឿងល្អមួយរយៈពេល2នាទីអរគុណច្រើនសម្រាប់ការទស្សនាឬស្ដាប់សង្ឃឹមថាវីដេអូឬ podcast នេះមានប្រយោជន៍សម្រាប់អ្នកបើអ្នកចូលចិត្តកុំភ្លេចចែករំលែកទៅកាន់មនុស្សដែលអ្នកស្រឡាញ់ផងជួបគ្នានៅវាក្រោយសូមអរគុណសូមជម្រាបលា